ទិដ្ឋភាពមកចុះកុងត្រាចេញដំណើរដោយបរិសង្ហារ៉ាម៉ូបន្ទាប់ពីសាងសង់ផ្ទះរបស់បងស្រីគាត់បញ្ចប់រួចរាល់ 100% ឥឡូវនេះប្អូនស្រីរបស់គាត់បង្កើតក៏បានហៅជាងមកចុះកិច្ចសន្យាផ្ទះថ្មីមួយទៀតភ្លាមតែម្ដងបងប្អូនណាផ្ទះដែលបងប្អូនកំពុងតែឃើញនេះគឺផ្ទះជាងមកបានសាងសង់ជូនបងស្រីរបស់គាត់បងប្អូនណាគឺយើងសាងសង់រួចរាល់ 100% ហើយឥឡូវទឹកដៃជាងមកបងប្អូនមើលជាក់ស្ដែងបងប្អូនណាតែយើងធ្វើស្អាតគឺដឹងតែមានបងប្អូនគាត់គ្រប់គ្រងទៀតហើយអញ្ចឹងមិនបាញ់អ្នកឆ្ងាយបងប្អូនណាតែយើងធ្វើទៀតឲ្យបងប្អូនគាត់ស្អាតបងប្អូនគាត់នៅពីក្រោមគាត់ទៀតគឺគាត់តាក់ទងយើងទៀតបាទហ្នឹងគឺវាអញ្ចឹងបងប្អូនណាតែធ្វើពិតស្អាតពិតគឺតាក់ទងលេតែម្ដងផ្ទះតូចមែនទំហំតូចប្រភេទផ្ទះកពើហាមួយជួនក៏ពិតមែនប៉ុន្តែយើងមកមិនដែលភ្លេចនឹងគុណភាពសំណង់បទកថាបច្ចេកទេសនៃសំណង់ទេបងប្អូនណាគឺយើងរៀបចំតាមបទកថាបច្ចេកទេសសំណង់គឺយើងរៀបចំឲ្យបានត្រឹមត្រូវដោយភាពស្តង់ដារបាទភាពសក្តិច្បាស់បន្ទាប់ពីគាត់បានពិនិត្យមើលឲ្យអស់ហើយក៏យើងអាចបានអានកុងត្រាលំបាត់រួមគ្នាអស់ហើយក៏យើងបានធ្វើការប្រឌិតមានដៃបាទដើម្បីចុះកុងត្រាបាទសាងសង់ផ្ទះចាប់ពីថ្ងៃអញ្ចឹងគឺយើងបានព្រមព្រៀងគ្នា 100% ហើយបងប្អូនឥឡូវនេះគឺបាទរងចាំតែពេលវេលាសាងសង់ខាងមុខប៉ុណ្ណោះបាទអញ្ចឹងម្ចាស់គាត់កំពុងតែរៀបចំមើលដេញវេលាមើលថ្ងៃបាទមើលអាចារ្យមើលអីច្បាស់លាស់ដើម្បីត្រៀមនៅថ្ងៃបើកក្រុងវេលាបើកការដ្ឋានសំណង់តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់ទុកចិត្តអាចមកមើលទឹកដៃជាងមកផ្ទាល់បានជាពិសេសអ្នកបន្ទាយមានជ័យតែម្ដងបងប្អូនណាមកមើលផ្ទាល់មកភូមិស្រះឈូកបាទជម្រាបសួរទៅដល់ពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃទី28បាទខែកក្កដាឆ្នាំ2026ណាខ្ញុំបាទជាងមកបានមកចោះកិច្ចសន្យាកម្រងថ្មីទៀតហើយថ្ងៃនេះយើងរៀបចំមួយប្លង់ស្ថាបត្យកម្មត្រឹមត្រូវជូនគាត់ណាបងប្អូនណាយើងមានទាំងប្លង់លម្អិតបាទយើងមានអីទាំងអស់បាទប្លង់ចែកជើងម៉ែកម្ពស់យើងដាក់ចូលរួមអស់ហើយមិនដែរបងសប្បាយចិត្តទេបានផ្ទះថ្មីនេះតែបងសប្បាយចិត្តទេបាទហើយពាក្យប៉ុនមួយម៉ូតទៀតដែលយើងឌីហ្សាញជូននេះបងពេញចិត្តទេបងពេញចិត្តបាទហើយនេះចែពេញចិត្តទេបងចាពេញចិត្តបាទម៉ូតនេះគឺម៉ូតចេញមកគឺដីសម័យបាទអញ្ចឹងត្រូវមកដីសម័យណាចាបាទការសង់ផ្ទះនេះបាទបានតាមដានជាងមកយូរនៅយូរផងមួយឆ្នាំហើយមួយឆ្នាំហើយបាទហើយសំខាន់នេះមកកក់នេះកក់នឹងផ្ទះបងស្រីទៀតបាទហើយឥឡូវមិនបាច់មើលណាឆ្ងាយទឹកដៃជាងមកមើលតែនេះមើលផ្ទះបងស្រាប់បាទប៉ុណ្ណឹងស្អាតទេទឹកដៃនេះបាទទទួលយកបានទេហើយសង្ឃឹមថាពេលដែលសាងសង់ផ្ទះបងនេះចេញមកបានស្អាតអត់អូយសង្ឃឹមឲ្យបានស្អាតដូចក្នុងរូបភាពបាទអញ្ចឹងចាត់អីទេជាងមកនឹងខិតខំធ្វើម៉េចធ្វើផ្ទះបងឲ្យបានស្អាតដូចគំរូប្លង់ដែលយើងបានឌីហ្សាញជូននេះចាបាទអញ្ចឹងថ្ងៃនេះគឺយើងបានទទួលប្រាក់កក់ចំនួន$1000បាទដើម្បីកក់សាងសង់ផ្ទះនេះបាទអញ្ចឹងហើយផ្ទះបងស្រីទំហំប្រហែលគុណប៉ុន្មានដែរបង9x12បាទអញ្ចឹងតម្លៃដែលខ្ញុំយកពីខាងបងស្រីតម្លៃប៉ុន្មានដែរបងតម្លៃ33500បាទអញ្ចឹងក្នុងទំហំ9x12ម៉ែត្រនេះគឺខ្ញុំយកពីខាងបងតម្លៃ33500បាទ$33,500ដែលជាតម្លៃមកផ្ដាច់កាត់សល់ចូលនៅបាទអញ្ចឹងការងារនេះគឺរោងបញ្ចូលទាំងការបាទដាក់ការ៉ូជាជាងខាងក្នុងកម្ពស់1.30 ម៉ែត្រទាំងបន្ទប់គេងនិងកន្លែងទទួលភ្ញៀវដាក់ឲ្យទាំងអស់បាទប្រើកញ្ចក់យើងប្រើរ៉ៃស៊ីនទាំងអស់ហើយនឹងទ្វារខាងមុខក៏យើងលេងទ្វារធំឲ្យគាត់បាទយើងនិយាយទៅគឺប្រើសម្ភារៈល្អបាទយើងដូចដែកអីយើងប្រើថា14លីកម្លាំងពេញបេកៅមានទាំងធ្នឹមលើធ្នឹមក្រោមសសរដៃកញ្ច្រែង14លីទាំងអស់បាទមិនដែរបងយើងដាក់អីវ៉ាន់ល្អអញ្ចឹងមិនដែរសប្បាយចិត្តបងបាទដោយសារយើងធ្វើបានអីវ៉ាន់បែបស្តង់ដារមែនទេបាទហើយយើងធ្វើមានប្លង់មានអីច្បាស់លាស់បាទអញ្ចឹងអរគុណជាចុងក្រោយអរគុណទៅដល់បងទាំងពីរដែលមានទំនុកចិត្តជឿជាក់មកលើក្រុមការងាររបស់ជាងម៉ូបាទអញ្ចឹងអរគុណបាទសារទុកនៅខាងបងមួយច្បាប់ណាបាទហើយនេះប្លង់ស្ថាបត្យកម្មនេះគឺខ្ញុំនឹងរៀបឲ្យជាងគាត់សាងសង់ទៅតាមប្លង់នេះបាទអញ្ចឹងអរគុណបងប្អូនជម្រាបលាបាទ